Ok,នៅទាំងអស់គ្នាស្វាគមន៍មកកាន់ Channel KH Online ហើយនៅក្នុងថ្ងៃនេះខ្ញុំមានវីដេអូបង្ហាញជាមួយនឹង event យើងលេងនៅក្នុង TikTok អូខេហើយសម្រាប់បងប្អូនដែលដៃថ្មីដែលគាត់មិនទាន់បានចូលរួមជាមួយក្រុមខ្ញុំបានដាក់ link នៅខាងក្រោមវីដេអូនៃ description ហ្នឹងសូមបងប្អូនចុចចូល link ដើម្បីចូលក្រុមទាំងអស់គ្នាដើម្បីដឹងព័ត៌មានបន្ថែមហើយសម្រាប់បងប្អូនដៃចាស់ឥឡូវនេះយើងមាន event ទម្លាក់មកថ្មីឥឡូវយើងធ្វើការចូលក្នុង app យើងធ្វើការចូល event មកយើងចូលក្នុង app event យើងអូខេចូលមកអូខេហើយជាមួយ app event យើងមានចំនួន2ប្រទេសដែលយើងអាចធ្វើការលេង event បានអូខេបងប្អូនចាំមើលក្នុង event នេះមាន event លេងមួយដែលយើងអាចលេងបានណាបងប្អូនកុំភ្លេចធ្វើការចូល event check មើលទាំងអស់គ្នាក្នុងប្រទេសដែលខ្ញុំលេងនេះមួយហើយនៅមានមួយប្រទេសទៀតយើងអាចធ្វើការលេងបានឥឡូវនេះធ្វើការរជាមួយខ្ញុំទាំងអស់គ្នាដោយសារខ្ញុំមិនសូវស្គាល់នៃប្រទេសដែលយើងមានសប្តាហ៍អូខេអ្នកទាំងអស់គ្នាធ្វើការរកឃើញហើយជាប្រទេសទី2ដែលយើងអាចធ្វើការរកលុយបាននៅកន្លែងនេះបងប្អូននៅក្នុងប្រអប់ដែលខ្ញុំបានគូហ្នឹងដែលយើងអាចធ្វើការរក event បានឥឡូវយើងធ្វើការបដូរដាក់ event ហ្នឹងមកអូខេនៅពេលយើងបដូរចូល event ហើយយើងធ្វើការថយក្រោយហើយយើងមករក app TikTok របស់យើងនេះយើងចូលក្នុង TikTok របស់យើងមកហើយសូមបញ្ជាក់បងប្អូនដៃថ្មីបើសិនជាយើងលេង app ធម្មតាយើងអាចរកតាម event បានទេលុះត្រាតែបងប្អូនមាន TikTok មួយហ្នឹងហើយបើសិនជាបងប្អូនចង់បាន TikTok នេះបងប្អូនធ្វើការចុចចូលក្នុង link ប្រូរបស់ខ្ញុំទៅហើយស្នើសុំមកចាំខ្ញុំធ្លាក់ link ឲ្យអូខេឥឡូវយើងចូលក្នុង app របស់យើងមកអូខេឥឡូវយើងធ្វើការថយក្រោយបន្តិចសិនអូខេនៅពេលដែលយើងចូលមកហើយយើងធ្វើការចុចចូលក្នុងនេះកន្លែង account របស់យើងមកចូលក្នុង account អូខេនៅពេលដែលបងប្អូនចុចចូលក្នុង account របស់យើងហើយយើងនឹងឃើញវាថានេះកន្លែងនេះបងប្អូនខ្ញុំអត់សូវចេះអង់គ្លេសដែរទេហើយយើងធ្វើការចុចចូលមករងចាំបន្តិចអូខេនៅពេលដែលបងប្អូនចុចចូលហើយបងប្អូនឃើញចាំបន្តិចបងប្អូននេះឃើញមកជួននេះដែរវាមានមុខងាររកលុយហើយមុខងារមួយនេះយើង TikTok ខ្មែររបស់យើងក៏អាចមានដែរតែមុខងារពិសេសចេះយើង TikTok ខ្មែរក៏មានទេមានតែ USA ហើយនិង Brazil អូខេទូរស័ព្ទខ្ញុំវាអាចនឹងមានសេវា error បន្តិចឥឡូវយើងធ្វើការចូលសម័យ clear ចោលមក clear ចោលហើយយើងធ្វើការចូលសម័យមកយើងចូលមក account របស់យើងដដែលអូខេយើងយកកន្លែង TikTok Studio ដដែលមកសូមរងចាំបន្តិចអូខេយើងអស់មើលព័ត៌មាន event របស់យើងវិញនេះបងប្អូនលោតទាំង event ដែលយើងអាចលេងបានណាគេដាក់ថាកម្មវិធីរង្វាន់លើកទឹកចិត្តឥឡូវយើងធ្វើការចុចចូលមកចាំបន្តិចអូខេឥឡូវនេះ event ដែលវាតម្លាក់មកវាបានលោតមកហើយយើងក្លេកមើល event ខាងលើនេះតើឥឡូវយើងធ្វើការចុចចូលទាំងអស់គ្នានេះបងប្អូនទាំងអស់គ្នាចំនួន event នេះក្នុងប្រទេសនេះគេឲ្យយើងលេង free ដែលយើងមានចំនួនកាលមើលតាមកំណត់ដែលត្រូវបានតាមលក្ខណៈ 1000 ដងប៉ុន្តែកន្លែងនេះគេដាក់ឲ្យយើងរកក្នុង1000 view យើងស្មើនឹង$1ប៉ុន្តែបងប្អូនអាចរកបានក្រោម1000 view ក៏យើងអាចធ្វើការបានលុយដែរហើយរបៀបក្នុងការលេងបងប្អូនធ្វើតាមខ្ញុំទាំងអស់គ្នាមកបងប្អូនធ្វើការចុចចូលកន្លែងនេះគេដាក់ថាការចូលរួមគេដាក់ចូលរួមហ្នឹងយើងចុចចូលកន្លែងហ្នឹងមកអូខេដោយសារសេវា slow សូមបងប្អូនរងចាំបន្តិចអូខេអ្នកទាំងអស់គ្នាហើយនៅពេលដែលយើងចូលមកគេដាក់រូបរាងបែបនេះហើយបងប្អូនធ្វើការក្លេកមើលនៅកន្លែងនេះ
កន្លែងចុចទូចហ្នឹងបងប្អូនធ្វើការគ្លីកកន្លែងហ្នឹងមួយមកយើងធ្វើការចុចគ្លីកហើយយើងចុចបន្តមកនៅពេលដែលបងប្អូនចុចបន្តហើយយើងនឹងលោតមកដល់ផ្ទាំងបែបនេះហើយបងប្អូនឃើញអក្សរកន្លែងខាងក្រោមនេះទេគេដាក់ថាបង្ហោះនេះបងប្អូនចុចទៅលើកន្លែងអក្សរហ្នឹងមកដើម្បីយើងចូលបង្ហោះវីដេអូអូខេនៅពេលដែលយើងចូលមកដល់កន្លែងហ្នឹងហើយយើងធ្វើការចូលរើរូបក៏បានហើយបើសិនយើងថតជាវីដេអូក៏បានតែយើងធ្វើវីដេអូពាក់ព័ន្ធជាមួយ event game ហ្នឹងឥឡូវយើងធ្វើការចូលកន្លែងនេះមកខ្ញុំធ្វើការរើវីដេអូដាក់អូខេនៅពេលបងប្អូនចូលមកហើយយើងឧទាហរណ៍ថានេះជាវីដេអូរបស់វាវីដេអូ event ហ្នឹងយើងធ្វើការចុចចូលមកឥឡូវនេះខ្ញុំធ្វើការរើសរកវីដេអូណាដែលល្អតិចអូខេនេះវីដេអូនេះមួយបងប្អូនឃើញបងប្អូនឃើញវីដេអូនេះទេជួបជាមួយនឹងអាប្រូនេះវាយ ឥឡូវយើងធ្វើការចុចចូលមកកន្លែងបន្ទាប់កើតមកជាកូនប្រុសខ្លាចអីមួយទល់មួយយើងចុចចូលកន្លែងបន្ទាប់នេះបន្ទាប់កន្លែងនេះបងប្អូនចុចចូលមកអូខេនៅពេលដែលបងប្អូនចុចបន្ទាប់វានឹងលោកផ្ទាំងបែបនេះបើសិនជាបងប្អូនយកវីដេអូពីគេមកបងប្អូនធ្វើការកាត់កែវីដេអូក្នុងនឹងក៏បានដែរដែលបងប្អូនខ្ជិលចូលក្នុង CapCut ចូលអីយើងអាចកាត់កែក្នុងនឹងបានឥឡូវនេះខ្ញុំធ្វើការបង្ហោះព្រោះវីដេអូនេះដែលខ្ញុំបានកាត់កែហើយឥឡូវបងប្អូនឃើញលោកផ្ទាំងបែបនេះសម្រាប់បងប្អូនដែលគាត់ចង់ផុសវីដេអូហើយកុំឲ្យជាប់ copyright ដែលគេថាយើងយកវីដេអូគេមកហើយដល់ពេលយើងផុសទៅវាជាប់ copyright ជាប់អីចឹងណាបងប្អូនធ្វើតាមខ្ញុំឥឡូវយើងមើលកន្លែងនេះជ្រើសរើសច្រើនទៀតយើងចុចចូលមកនៅពេលបងប្អូនចុចចូលមកហើយបងប្អូននឹងឃើញលោកផ្ទាំងបែបនេះហើយបងប្អូនធ្វើការចុចកន្លែងនេះបងប្អូនកន្លែងប្រអប់ដែលខ្ញុំគូនេះបងប្អូនចុចចូលមកគេដាក់ថាការបញ្ជាក់ព័ត៌មានអំពីខ្លឹមសារនិងការផ្សាយពាណិជ្ជកម្មឥឡូវយើងចុចចូលមកអូខេនៅពេលបងប្អូនចុចចូលបងប្អូននឹងឃើញលោកផ្ទាំងបែបនេះហើយយើងធ្វើការរើសយកខាងលើគេរើសយកខាងលើគេនេះមកយើងចុចបើកកន្លែងហ្នឹងមកអូខេនៅពេលបងប្អូនចុចបើកបងប្អូនឃើញលោកផ្ទាំងបែបនេះបងប្អូនចុចគ្រីសកន្លែងនេះមួយយើងចុចគ្រីសកន្លែងហ្នឹងមកអូខេនៅពេលបងប្អូនចុចគ្រីសហើយបងប្អូនធ្វើការចុចកន្លែងអក្សរក្រហមខាងក្រោមនេះបន្តចុចចូលកន្លែងហ្នឹងមករួចយើងយកអក្សរខ្មៅខាងនេះចុចយកខាងហ្នឹងមកអូខេនៅពេលបងប្អូនលោកបែបនេះហើយយើងធ្វើការចុចថយក្រោយវិញចុចកន្លែងសញ្ញាខ្វែងនេះមកអូខេនៅពេលយើងថយហើយយើងធ្វើការចុចកន្លែងបង្ហោះនេះជាការស្រេចទេបងប្អូនហើយដោយសារវីដេអូនេះខ្ញុំបានបង្ហោះរួចហើយឥឡូវនេះខ្ញុំគ្រាន់តែធ្វើជាវីដេអូដើម្បីបង្ហាញពុកម៉ែបងប្អូនទេឥឡូវយើង